បាទជម្រាបសួរពុកម៉ែបងប្អូនបាទជួបជាមួយខ្ញុំបាទម្ដងទៀតហើយថ្ងៃនេះទាក់ទងនឹងការធ្វើម្ហូបបាទបង្ហាញជូនពុកម៉ែបងប្អូនផងដែរបាទចំពោះថ្ងៃនេះផងដែរបាទខ្ញុំបានទៅផ្សារហើយទិញត្រេនដែងផងដែរដើម្បីយកមកឆាគ្រឿងផងដែរពុកម៉ែបងប្អូនបាទបន្ទាប់ពីខ្ញុំបានទៅផ្សារឥឡូវនេះខ្ញុំបានមកដល់ផ្ទះហើយខ្ញុំក៏បានលាងសម្អាតត្រីផងដែរបាទចំពោះត្រីដែកថ្ងៃនេះគឺខ្ញុំទិញ2គីឡូផងដែរពុកម៉ែបងប្អូនដើម្បីយកមកឆាគ្រឿងផងដែរបាទពុកម៉ែបងប្អូនបន្ទាប់ពីខ្ញុំលាងស្អាតហើយឥឡូវខ្ញុំមកដាំទឹកក្តៅបាទហើយទឹកក្តៅក៏បានពុះដែរដើម្បីស្រុះបាទត្រីដែកហ្នឹងណាបាទយើងស្រុះឲ្យស្អាតមកពុកម៉ែបងប្អូនយើងស្រុះហើយយើងយកទៅលាងម្សៅទៀតឲ្យដើម្បីឲ្យស្អាតផងដែរបាទពុកម៉ែបងប្អូនបន្ទាប់ពីខ្ញុំបានស្រុះរួចរាល់ឥឡូវខ្ញុំមកលាងសម្អាតម្ដងទៀតពុកម៉ែបងប្អូនបាទគឺយើងលាងសម្អាតឲ្យស្អាតតែម្ដងបាទចំពោះត្រីដែកនេះគឺបាទយើងកោសបាទយើងស្រុះហ្នឹងឲ្យស្អាតបាទឲ្យអស់មកបាទដើម្បីបន្តិចទៀតខ្ញុំនឹងបាទឆាតែម្ដងពុកម៉ែបងប្អូនបាទពុកម៉ែបងប្អូនបន្ទាប់ពីខ្ញុំបានលាងសម្អាតត្រីរួចរាល់ឥឡូវខ្ញុំមកកាត់ត្រីជាកង់បាទចំពោះពុកម៉ែបងប្អូនបាទកាត់រាងធំជាងនេះបន្តិចក៏បានបាទចំពោះខ្ញុំគឺបាទខ្ញុំកាត់ប៉ុណ្ណឹងពុកម៉ែបងប្អូនបាទពុកម៉ែបងប្អូនឥឡូវនេះឃើញថាខ្ញុំបានកាត់ត្រីបាទរួចរាល់ហើយខ្ញុំក៏បានដួសដាក់ចានផងដែរហើយចំពោះត្រីនេះផងដែរពុកម៉ែបងប្អូនអាចជ្រើសរើសរកត្រីណាធំជាងនេះក៏បានដែរឬតូចជាងនេះក៏បានបាទឥឡូវនេះខ្ញុំក៏មកលាងគ្រឿងផងដែរបាទយើងមានគ្រឿងថ្ងៃនេះយើងមានគល់ស្លឹកគ្រៃបាទរំដេងក្រូចសើចល្មៀតហើយនិងម្ទេសផងដែរបាទចំពោះបន្លែសម្រាប់ឆាគ្រឿងថ្ងៃនេះផងដែរគឺខ្ញុំបាទទិញតកួនមកពុកម៉ែបងប្អូនបាទគឺយើងដាក់តកួនមកបាទតកួនខ្ញុំទិញថ្ងៃនេះគឺ3ដុំផងដែរពុកម៉ែបងប្អូនបាទពុកម៉ែបងប្អូនបន្ទាប់ពីខ្ញុំបានលាងបន្លែរួចរាល់ហើយឥឡូវខ្ញុំងាកមកពុះផ្លែក្រសាំងម្ដងបាទចំពោះផ្លែក្រសាំងហ្នឹងគឺខ្ញុំយកមកដើម្បីឆាគ្រឿងផងដែរពុកម៉ែបងប្អូនគឺយើងឆ្កឹះយកគ្រាប់មកបាទគឺយើងឆាទៅគឺឆ្ងាញ់មួយបែបពុកម៉ែបងប្អូនគឺពេលដែលយើងញ៉ាំត្រីយិនដែងអីទៅគឺប៉ះគ្រាប់ក្រសាំងក្រាប់គឺឈ្ងុយតែម្ដងពុកម៉ែបងប្អូនបាទឥឡូវនេះខ្ញុំបានរៀបចំហើយរួចរាល់ហើយខ្ញុំក៏បានថតបង្ហាញជូនពុកម៉ែបងប្អូនផងដែរបាទចំពោះគ្រឿងផ្សំបាទធ្វើម្ហូបឆាគ្រឿងត្រីដែងថ្ងៃហ្នឹងយើងមានត្រីដែងបាទពុកម៉ែបងប្អូនបាទយើងមានផ្លែកសាំងផងដែរពុកម៉ែបងប្អូនអាចឆ្កឹះគ្រាប់វាអញ្ចឹងណាដើម្បីដាក់ពេលយើងឆាបាទបន្ទាប់មកគឺយើងមានបាទស្លឹកម្រះព្រៅបាទយើងមានតកួនហើយបន្ទាប់ទៀតក៏មានបាទគល់ស្លឹកគ្រៃបាទស្លឹកក្រូចសើចហើយនិងល្មៀតផងដែរពុកម៉ែបងប្អូនបាទរំដេងផងដែរបាទខ្ទឹមសបាទអញ្ចឹងឥឡូវនេះយើងគ្រឿងផ្សំយើងមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនចាយើងមានបាទទឹកត្រីប្រេងខ្យងបន្ថែមទៀតអញ្ចឹងតែខ្ញុំអត់ទាន់បានណែនាំពុកម៉ែបងប្អូនទេបាទឥឡូវនេះយើងចំពោះបាទគ្រឿងគឺយើងហាន់បែបហ្នឹងណាពុកម៉ែបងប្អូនបាទយើងហាន់ជាចំណិតស្ដើងមកគឺងាយស្រួលក្នុងការបុកឲ្យល្អិតផងដែរបាទពុកម៉ែបងប្អូនចំពោះរំដេងក៏ខ្ញុំហាន់ជាស្ដើងដែរដើម្បីពេលដែលខ្ញុំបុកទៅគឺងាយស្រួលឆាប់បានល្អិតផងដែរបាទចំពោះពុកម៉ែបងប្អូនគឺចង់ហាន់បែបណាដែរបាទហើយចំណែកឯខ្ទឹមសវិញគឺខ្ញុំដំឲ្យបែកតិចបាទខ្ញុំបកសម្បកបាទដើម្បីងាយស្រួលក្នុងការបកសម្បកផងដែរណាពុកម៉ែបងប្អូនបាទឥឡូវនេះឃើញថាគ្រឿងរបស់ខ្ញុំដែលបានហាន់គឺខ្ញុំបានហាន់រួចរាល់ហើយពុកម៉ែបងប្អូនបាទបន្ទាប់មកទៀតខ្ញុំក៏បានយកផ្លែក្រសាំងមកឆ្កឹះយកគ្រាប់ដើម្បីបន្តិចទៀតនេះខ្ញុំនឹងឆាគ្រឿងត្រីដែងគឺខ្ញុំដាក់គ្រាប់ក្រសាំងតែម្ដងពុកម៉ែបងប្អូនបាទចំពោះពុកម៉ែបងប្អូនដែលចង់ធ្វើបែបខ្ញុំគឺអាចមើលវីដេអូនេះបានពុកម៉ែបងប្អូនគឺមានរសជាតិឆ្ងាញ់ហើយឈ្ងុយគ្រាប់ក្រសាំងផងដែរបាទឥឡូវនេះយើងមកចាប់ផ្ដើមបុកគ្រឿងតែម្ដងពុកម៉ែបងប្អូនបាទចំពោះគ្រឿងគឺពុកម៉ែបងប្អូនបុកគល់ស្លឹកគ្រៃមុនណាបាទដើម្បីឲ្យស្លឹកដើម្បីឲ្យគល់ស្លឹកគ្រៃហ្នឹងល្អិតហើយចាំយើងដាក់រំដេងល្មៀតតាមក្រោយខ្ទឹមសផងដែរពុកម៉ែបងប្អូនបន្ទាប់ពីខ្ញុំបុកបានម៉ត់មើលទៅម៉ត់ហើយខ្ញុំក៏បានដាក់ម្ទេសបុកដែរពុកម៉ែបងប្អូន
បាទមកទេថ្ងៃនេះគឺខ្ញុំដាក់តែ4គ្រាប់ទេបាទពុកម៉ែបងប្អូនបាទឥឡូវនេះគ្រឿងរបស់ខ្ញុំបានបុកម៉ត់ហើយខ្ញុំក៏បានដួសដាក់ចានផងដែរបាទដើម្បីត្រៀមបន្តិចទៀតនេះខ្ញុំនឹងឆាផងដែរពុកម៉ែបងប្អូនបាទឥឡូវនេះដល់វគ្គឆាតែម្ដងពុកម៉ែបងប្អូនយើងបើកខ្ទះឲ្យក្តៅមកបន្ទាប់មកយើងដាក់បាទប្រេងសណ្ដែកណាបាទពុកម៉ែបងប្អូនបន្ទាប់មកក្តៅឆ្នាំងក៏យើងចាក់គ្រឿងចូលតែម្ដងបាទចំពោះគ្រឿងនេះផងដែរពុកម៉ែបងប្អូនគឺឆាកូរចុះឡើងទៅដើម្បីឲ្យគ្រឿងរបស់យើងគឺបាទឡើងឈ្ងុយតែម្ដងឥឡូវនេះឃើញថាគ្រឿងខ្ញុំបានឡើងឈ្ងុយហើយខ្ញុំក៏បានថែមទឹកបន្តិចបាទដើម្បីកុំឲ្យខ្លោចគ្រឿងផងដែរណាពុកម៉ែបងប្អូនបាទពុកម៉ែបងប្អូនឃើញថាគ្រឿងរបស់ខ្ញុំបានឡើងឈ្ងុយហើយបន្ទាប់មកខ្ញុំក៏បានដាក់បាទត្រីដែលខ្ញុំបានកាប់សម្អាតហ្នឹងគឺដាក់ចូលឆាតែម្ដងពុកម៉ែបងប្អូនបាទពុកម៉ែបងប្អូនចំពោះត្រីយើងដាក់ហើយយើងបាទត្រឡប់ឆាឲ្យសព្វគ្រឿងតែម្ដងពុកម៉ែបងប្អូនបន្ទាប់មកពុកម៉ែបងប្អូនបាទបិទគម្របចិត្តទៅបាទចំពោះគ្រឿងផ្សំផងដែរគឺយើងមានបាទទឹកប្រេងខ្យងបាទទឹកត្រីបាទប៊ីចេងអំបិលបន្តិចហើយនឹងស្ករបន្តិចផងដែរពុកម៉ែបងប្អូនបាទពុកម៉ែបងប្អូនបន្ទាប់ពីខ្ញុំបានត្រឡប់បាត់ត្រីហើយខ្ញុំក៏បានបិទគម្របដែរឥឡូវនេះឃើញថាត្រីយើងគឺបានពុះគ្រឿងហើយបាទហើយគ្រឿងរបស់យើងក៏ខ្ញុំក៏បានថែមទឹកដែរពុកម៉ែបងប្អូនបាទបន្ទាប់មកខ្ញុំត្រីរបស់យើងបានឆ្អិនហើយខ្ញុំក៏បានថែមបាទគ្រាប់កសាំងដែលខ្ញុំបានឆ្កឹះមិញណាពុកម៉ែបងប្អូនបាទដើម្បីត្រឡប់ជាមួយត្រីណាពុកម៉ែបងប្អូនបាទអញ្ចឹងពុកម៉ែបងប្អូនអាចធ្វើសាកបានបាទបើសិនជាពុកម៉ែបងប្អូនមានបាទផ្លែក្រសាំងអីណាអាចឆាគ្រឿងដាក់បាទផ្លែក្រសាំងដូចខ្ញុំបានគឺមានរសជាតិឈ្ងុយឆ្ងាញ់តែម្ដងបាទពេលដែលយើងដែលខាំប៉ះគ្រាប់ក្រសាំងណាឥឡូវនេះម្ហូបរបស់ខ្ញុំបានឆ្អិនហើយបាទត្រីណាបាទឥឡូវខ្ញុំចាប់ផ្ដើមបាទបង់តកួនចូលតែម្ដងបាទចំពោះបន្លែតកួនពុកម៉ែបងប្អូនអាចជ្រើសរើសតកួននឹងក៏បានតកួនបែបផ្សេងទៀតក៏បានដែរដើម្បីយកមកឆាបាទឥឡូវនេះម្ហូបខ្ញុំបានឆ្អិនរួចរាល់ហើយខ្ញុំក៏បានដួសដាក់ចានបាទជូនបង្ហាញជូនពុកម៉ែបងប្អូនផងដែរបាទពុកម៉ែបងប្អូនឥឡូវនេះម្ហូបខ្ញុំបានឆ្អិនរួចរាល់ហើយក៏បានដួសចានដាក់ចានរួចរាល់ដែរបាទហើយក៏សូមអរគុណច្រើនពុកម៉ែបងប្អូនចំពោះការទស្សនាបាទវីដេអូរបស់ខ្ញុំបាទផងដែរបាទមិនមានកន្លែងណាខុសឆ្គងក៏សូមអភ័យទោសពុកម៉ែបងប្អូនដែរអរគុណច្រើនចំពោះការទស្សនាផង